សម្លឹងមើលអ្នកពីកម្ពស់10ម៉ែត្រទេវាមិនមែនជាមនុស្សហើយក៏មិនមែនជាសត្វដែរវាគឺជាការប្រមូលផ្ដុំនៃឆ្អឹងមនុស្សរាប់ពាន់ដែលស្លាប់ដោយសារសង្គ្រាមនិងភាពអត់ឃ្លានយប់នេះយើងនឹងទៅជួបជាមួយកាសាដូគូរ៉ូនៅម៉ោង2 អាធ្រាត្រនៅពេលដែលពិភពលោកធ្លាក់ចូលក្នុងភាពស្ងប់ស្ងាត់កាសាដូគូរ៉ូនឹងដាល់ល្បាតអ្នកនឹងមិនឃើញវាទេដំបូងឡើយប៉ុន្តែអ្នកនឹងឮសំឡេងគ្រិចគ្រូនោះមិនមែនជាសំឡេងខ្យល់បក់ទេប៉ុន្តែវាជាសំឡេងធ្មេញក្រុមឆ្អឹងយក្សដែលកំពុងខាំប៉ះគ្នាយ៉ាងស្រេកឃ្លានភ្នែកពណ៌លឿងឬពណ៌បៃតងសន្ធោសន្ធៅរបស់វានឹងចាប់ផ្ដើមស្កេតរត់អ្នកវាមិនគ្រាន់តែធំទេវាក៏ជាអ្នកប្រមាញ់ដែលស្ងាត់កំបាំងបំផុតអ្នកនឹងមិនដឹងខ្លួនឡើយថាវាចូលមកជិតតាំងពីពេលណាលុះត្រាតែអ្នកឃើញស្រមោលដ៏ធំសម្បើមគ្របពីលើក្បាលរបស់អ្នកវាមានកំហឹងដែលកកកុញពីភាពឈឺចាប់របស់អ្នកដែលស្លាប់វាគ្រាន់តែស៊ីអ្នកនោះជាអ្វីដែលវាធ្វើតើធ្វើដូចម្ដេចដើម្បីរស់រានមានជីវិតបានមានយន្តការពារនៃសាសនាស៊ីនតូគឺជាអាវុធតែមួយគត់ឬក៏អ្នកត្រូវរងចាំឲ្យកំហឹងរបស់វារលាយអស់នៅពេលដែលកំហឹងរបស់វាត្រូវបាន